បាទចឹងថ្ងៃនេះយើងបន្តទៅលំហាត់ទី3របស់យើងបាទដែលក្នុងលំហាត់ទី3របស់យើងនេះក៏ឲ្យយើងកណនាម៉ាស់អូស្មានក្នុងធុងមួយមានមាត្រ200លីត្របាទនៅសីតុណ្ហភាព20អង្សាសេបាទស្ថិតក្រោមសម្ពាធបាទ10អាត់ម៉ូស្ហ្វែរបាទគេឲ្យម៉ាស់ម៉ូលនៃអូស្មានមានតម្លៃ32ក្រាមក្នុង1ម៉ូលបាទនិងថេសកលនៃអូស្មានបាទ E គឺមានតម្លៃ8.31 ហ្ស៊ូលក្នុង1ម៉ូលកែវិនបាទអញ្ចឹងនៅក្នុងលំហាត់របស់យើងនេះឲ្យយើងកណនាម៉ាស់អូស្មានក្នុងធុងបាទអញ្ចឹងគ្រូសូមបញ្ជាក់បន្តិចតកតងទៅនឹងម៉ាស់អូស្មានបាទអញ្ចឹងម៉ាស់អូស្មានគឺគេសំដៅទៅលើម៉ាស់ម៉ូលេគុលអូស្មានបាទដែលយើងតាមដោយតូចណាបាទអញ្ចឹងដើម្បីធ្វើការកណនាម៉ាស់ម៉ូលេគុលអូស្មានក្នុងធុងនេះបានគឺយើងមើលទៅលើសមត្ថកម្មរបស់យើងសិនបាទអញ្ចឹងតាមសមត្ថកម្មរបស់យើងគឺយើងស្គាល់ម៉ាស់ម៉ូលរបស់អូស្មានរបស់យើងបាទគឺមានតម្លៃ32ក្រាមក្នុង1ម៉ូលបាទតែយើងតាមធំណាបាទអញ្ចឹងដើម្បីធ្វើការកណនារកម៉ាស់ម៉ូលេគុលបាទរបស់អូស្មានក្នុងធុងបានគឺយើងទៅទាញតាមរូបមន្តចំនួនម៉ូលអញ្ចឹងណាបាទអញ្ចឹងលោកគ្រូសូមធ្វើការបញ្យល់បន្តិចតកតងទៅនឹងរូបមន្តចំនួនម៉ូលរបស់យើងបាទអញ្ចឹងចំនួនម៉ូលគឺយើងតាមដល់អក្សរអិនតូចអញ្ចឹងណាបាទយើងតាមដល់អិនតូចបាទដែលអិនតូចរបស់យើងគឺស្មើអីបាទគឺស្មើម៉ាស់ម៉ូលេគុលបាទដែលយើងតាមដល់អិនតូចណាបាទចែកឲ្យម៉ាស់ម៉ូលបាទចែកម៉ាស់ម៉ូលអញ្ចឹងម៉ាស់ម៉ូលគឺយើងតាមដោយអឹមធំអញ្ចឹងណាបាទអញ្ចឹងបើសិនជាយើងចង់រកអឹមតូចនេះបាទអញ្ចឹងយើងត្រូវយកចំនួនម៉ូលគុណឲ្យម៉ាស់ម៉ូលបាទប៉ុន្តែយើងមើលទៅលើតម្លៃវាសិនបាទអញ្ចឹងម៉ាស់ម៉ូលនេះបាទតើវាមានតម្លៃប៉ុន្មានបាទអញ្ចឹងម៉ាស់ម៉ូលនេះគឺមានតម្លៃ32ក្រាមក្នុង1ម៉ូលបាទអញ្ចឹងមានន័យថាយើងស្គាល់បាទតម្លៃនៃម៉ាស់ម៉ូលបាទបាទអញ្ចឹងឥឡូវយើងមើលទៅលើចំនួនម៉ូលវិញបាទចំនួនម៉ូលយើងស្គាល់ដែរអត់បាទអត់ស្គាល់ទេអញ្ចឹងហ៎បាទប៉ុន្តែយើងមើលទៅលើសមត្ថកម្មអបធានគេឲ្យយើងដឹងអ្វីខ្លះបាទអញ្ចឹងតាមសមត្ថកម្មអបធានគេឲ្យយើងស្គាល់មាត្ររបស់អូស្មានគឺមានតម្លៃ200បាទលីត្រអញ្ចឹងហ៎បាទសីតុណ្ហភាពបាទ20អង្សាសេបាទសម្ពាធបាទ10អាត់ម៉ូស្ហ្វែរបាទនិងថេសកលនៃអូស្មានបាទ8.31 ហ្ស៊ូក្នុង1ម៉ូលកែវិនអញ្ចឹងដើម្បីរកអានេះបានបាទគឺយើងត្រូវទាញតាមសមីការអូស្មានបរិសុទ្ធអញ្ចឹងហ៎អញ្ចឹងមានន័យថាយើងយកតម្លៃអានេះបាទដែលមានតម្លៃស្មើអឹមតូចចែកអឹមធំនេះជំនួសចូលក្នុងសមីការអូស្មានបរិសុទ្ធតោះនេះអញ្ចឹងបាទដល់ពេលយើងជំនួសចូលយើងអាចទាញរកតម្លៃអឹមតូចនេះបានហើយណាបាទអញ្ចឹងលោកគ្រូសូមលុបរូបមន្តនេះចោលវិញណាបាទបាទអញ្ចឹងយើងដាក់ចម្លើយអស់គ្នាណាបាទចម្លើយបាទអញ្ចឹងនៅពេលយើងដាក់ចម្លើយទៅហើយគឺយើងមើលទៅលើសំណួររបស់យើងបាទអញ្ចឹងសំណួររបស់យើងឲ្យយើងកណនាម៉ាស់ម៉ូលេគុលបាទក្នុងធុងបាទអញ្ចឹងលោកគ្រូសូមបញ្ជាក់ទៅលើបាទម៉ាស់ម៉ូលេគុលអូស្មានរបស់យើងបាទអញ្ចឹងអូស្មានរបស់យើងគឺជាអូស្មានអ្វីបាទអញ្ចឹងដើម្បីឲ្យដឹងថាអូស្មានរបស់យើងគឺជាអូស្មានអ្វីគឺយើងមើលទៅលើម៉ាស់ម៉ូលរបស់វាបាទអញ្ចឹងតាមរយៈតម្លៃម៉ាស់ម៉ូលបាទរបស់អូស្មាននេះគឺមានតម្លៃ32ក្រាមក្នុងម៉ូលនេះគឺមានន័យថាវាជាអូស្មានអុកស៊ីសែនបាទអញ្ចឹងយើងអាចសេថាកណនាម៉ាស់ម៉ូលេគុលអូស្មានអុកស៊ីសែនអញ្ចឹងហ៎បាទឬក៏យើងអាចសរសេរថាកណនាម៉ាស់បាទអូស្មានអុកស៊ីសែនក៏បានដែរតើនេះអញ្ចឹងបាទអញ្ចឹងគ្រូដាក់ថាកណនាបាទម៉ាស់អូស្មានអុកស៊ីសែនបាទអញ្ចឹងតើណាបាទអញ្ចឹងដើម្បីធ្វើការកណនាម៉ាស់អូស្មានអុកស៊ីសែនគឺយើងត្រូវអនុវត្តតាមរូបមន្តសមីការភាពនៃអូស្មានបរិសុទ្ធបាទ
បាទអញ្ចឹងតាមសម័យកាលអូស្មန်បរិសុទ្ធបាទយើងមានរូបមន្តបាទ PV គឺស្មើ NA ET បាទ P គឺសម្ពាធបាទសម្ពាធរបស់យើងគឺមានតម្លៃ10 atmosphere បាទ V បាទ V គឺមាត្របាទមាត្ររបស់អូស្មန်អញ្ចឹងណាដែលមានតម្លៃ200លីត្របាទ Air គឺថេរសកលនៃអូស្មန်ដែលមានតម្លៃ 8.31 Joule ក្នុង 1 mol Kelvin បាទT គឺជាសីតុណ្ហភាពដាច់ខាតបាទតម្លៃរបស់វាគឺគេយកតម្លៃT តូចដែលមានតម្លៃ20អង្សាសេនេះបូកបន្ថែម273ទៀតបាទយើងនឹងទទួលបានតម្លៃT ធំនេះហើយតើនេះអញ្ចឹងមានន័យថាយើងស្គាល់PV យើងស្គាល់ ET ណាយើងអត់ស្គាល់តែ N មួយទេបាទអញ្ចឹងអ្នកថាតែបាទតែ N ស្មើអីតែ N ស្មើ M តូចចៃ M ធំអញ្ចឹងណា M តូចគឺជា mass molecule ឧស្ម័នអុកស៊ីហ្សែនបាទ M ធំគឺ mass mol របស់ឧស្ម័នអុកស៊ីហ្សែនបាទអញ្ចឹងយើងត្រូវយកតម្លៃ M នេះដែល M នេះមានតម្លៃ M តូចឬ M ធំនេះយកមកចំនួនចូលក្នុងសមីការឧស្ម័នបរិសុទ្ធរបស់យើងនេះបាទអញ្ចឹងនាំឲ្យយើងបានបាទយើងបាននេះគេយើងបាន PV បាទស្មើ M ET លើ M ធំបាទអញ្ចឹងគោលបំណងរបស់យើងគឺចង់បានតម្លៃ M តូចអញ្ចឹងណាបាទអញ្ចឹងបើយើងចង់បានតម្លៃ M តូចតើយើងធ្វើយ៉ាងម៉េចបាទអញ្ចឹងយើងត្រូវលើក M ធំនេះមកអង្គទី1 M ធំនៅអង្គទី2ផលចែកកាលណាយើងលើកមកអង្គទី1បាត់យើងបានផលគុណអញ្ចឹងឥឡូវគឺយើងអាចសរសេរថាបាទM ET បាទស្មើគេស្មើបាទPV បាទស្មើ PV បាទគុណឲ្យ M ធំអញ្ចឹងណាបាទ1 mol អុកស៊ីហ្សែនអញ្ចឹងដល់ពេលយើងទាយរក M តូចយើងបានអីបាទអញ្ចឹងដល់ពេលយើងទាយរក M តូចយើងត្រូវរុញ ET នេះទៅអង្គទី2 ET នៅអង្គទី1គឺផលគុណកាលណាយើងរុញទៅអង្គទី2យើងបានផលចែកអញ្ចឹងយើងបាន M នេះគឺស្មើ PV M លើ ET តោះអញ្ចឹងបាទអញ្ចឹងនាំឲ្យយើងបានបាទ M គឺស្មើ PV M បានលើ ET អញ្ចឹងណាបាទតម្លៃបាទ P យើងស្គាល់តម្លៃ V ក៏យើងស្គាល់តម្លៃ M ក៏យើងស្គាល់បាទ ET ក៏យើងស្គាល់ដែរអញ្ចឹងណាអញ្ចឹងមុនយើងបាទធ្វើការកណនាគឺយើងត្រូវឲ្យតម្លៃជាលេខសិនតោះនេះអញ្ចឹងបាទអញ្ចឹងដោយP បាទ P របស់យើងគឺឲ្យមកគឺតម្លៃ10 atmosphere បាទអញ្ចឹងយើងត្រូវបំបាយតម្លៃ10 atmosphere នោះជាប៉ាស្កាល់បាទអញ្ចឹងដើម្បីបំបាយវាទៅជាប៉ាស្កាល់បានគឺយើងយកតម្លៃនេះគុណនឹង10សេគុណ5ប៉ាស្កាល់អញ្ចឹងណាអញ្ចឹង10នេះមានន័យថា10សេគុណ1 10សេគុណ1គុណនឹង10សេគុណ5យើងបាន10សេគុណ6ប៉ាស្កាល់តោះនេះអញ្ចឹងបាទមួយទៀតបាទV នេះគឺជាមាត្ររបស់អូស្មန်បាទគេឲ្យមកគឺតម្លៃ200លីត្របាទជាទូទៅមាត្រគឺមានຂະຫນາດគិតជាម៉ែត្រគីបបាទប៉ុន្តែគេឲ្យមកគឺជាលីត្រអញ្ចឹងដើម្បីបំបែកពីលីត្រទៅជាម៉ែត្រគីបគឺយើងត្រូវយកតម្លៃជាលីត្រនឹងចែកនឹង1000បាទមានន័យថាយើងយក200បាទយក200នេះបាទចែកនឹង1000បាទចឹង1000គឺយើងអាចសរសេរថា10សេគុណ3បាទ10សេគុណ3ចឹងហ៎បាទអញ្ចឹង10សេគុណ3នេះបាទកាលណាយើងលើកឡើងទៅលើបាទគឺយើងបាន10សេគុណដល់3អញ្ចឹងយើងអាចសរសេរថា200បាទ200គុណនឹង10ស្វ័យគុណដល់3បាទគិតជាម៉ែត្របាទម៉ែត្រគីបអញ្ចឹងហ៎បាទគិតជាម៉ែត្រគីបបាទឥឡូវយើងមើលទៀត200នេះយើងអាចសរសេរបានប្រមាណ
bà dương kết chỉ phải cún á chứ những ai sẽ thá pi con nâng đọc phải cún mán cứ đọc sẽ cún pi chẳng ấy đọc sẽ cún pi mà rồi con pi mán pi rồi đó này chẳng nè con nâng đọc sẽ cún đó đọc 7 đọc sẽ cún đọc 7 chẳng đọc sẽ cún pi con nâng đọc sẽ cún đọc 7 nhưng bạn đọc sẽ cún đó đọc 1 chứ mà chẳng mà pi con nâng đọc sẽ cún đó 1 chẳng ấy đọc 1 máy mặt kịp mặt kịp chẳng ấy chẳng miệt đại miệt làm lại ở pi rồi lịch đi cả na dương bằng bài từ chia mặt kịp cứ miệt làm lại pi rồi con đừng đọc thì con đọc 7 máy mặt kịp rồi còn miệt làm lại smart pi con đừng đọc thì con đọc 1 máy mặt kịp chắc là kêu số bình chẹt bảo sân cho con trên một bài và to tiết tế con ai vô làm lại phần đi các bạn đại nè mình là pi rồi con đừng đọc thì con đọc 7 mạch kịp màu các bạn đại phần tay bao nhiêu bằng bài mà đón đi mình thắc căn tại là để sao làm lại lấy bao nhiêu mình làm lại căn để tôi nghe sưu nó cả kẹt nỉ tôi nói chẳng ở mũi tiền tẹt tôn từ nâng mặt mol rồi bao smart oxygen chiếc mặt mol rồi bao smart oxygen cái nó cứ miên làm lại sang rồi pi gram không nông 11 chỉ từ tấu nát rồi bỏ ở mặt mol cứ miên nát cất chi kg không nông 11 phần tay nó cứ chỉ gram chân dương trâu bằng 3 gram ní tôi chi kg chân gram cứ tôi chiên kg chẳng ấy chân cana dương bằng 3 bị tôi từ thông cứ xoay cốn ạ với chấm miền chân miền này tha dương vô đồng lại chỉ gram đi con nâng đọc sẽ con đó đọ 7 chân nó bây dương ở vô đồng lại chỉ gram đi con chỉ mua nâng đọc sẽ con đọ 7 cứ dương bán sam sập pi con nâng đọc sẽ con đó đọ 7 kg nông muối 11 chân ở nó to nick nó kêu sao bị chặt há mắc mol là bộ smart oxygen đại miên làm lái sam pi gram nông 11 ní chân căn này dương một bài tôi chia kg nông 11 cứ dương tôi vô làm lại ní con bằng tham đọc sẽ con đọc 7 tiền chân dương bán sam pi con đọc sẽ con đọc 7 kg nông 11 tối đến trắng mũi tiền thê sạc con nữ smart chất S cứ miên làm lái from 7 trên sao sầm mùi rúi nông 11 cái kè vần sẽ tao nạp hiếp đại khả tê thùng chân vô ở làm lại ở tê tôi đại miên làm lại ở mặt thấy ông xa xê nắng bố bằng thay pi rồi cho sập 7 chân dương phương cả bộ máu dân bàn ở đầm lại viết cứ pi rồi cao sập 7 cái kè vần chẳng ấy chân khanh tha đầm lại pé đầm lại vế đầm lại ấm đầm lại é nó đầm lại tế score chân vô đầm lại từ on ấy chúng nuôi chốt nó sẽ mấy cả bao dương khai lên đi toàn ấy trắng chứ nó bao dương ấm cái smart đọc tay con vào mùi chứ đọc xoay con vào muối cứ chia đầm lại bọc về toàn ấy trắng con ói pi con đó sẽ con đỏ mùi cứ chia đầm lại bỏ về đấy con ói sam sập pi con đó sẽ con đó đỏ 7 cứ chia đầm lại bỏ ấm thùng chẳng ấy tập ấy chơi sang sập môi cứ chia đầm lại bỏ con ói pi rồi cao sập 7 cứ chia đầm lại bỏ tệ chẳng ấy chẳng đập bay nghi sưu đăng ca kẹt nè cứ dương kết từ lên xoay con môn chắc hẳn lên đi đọc sẽ con đọc 7 nhưng con chỉ muốn đọc sẽ con đọc muối nhưng bạn đọc sẽ con đó đọc buồn đọc sẽ con đọc buồn con chỉ môi nên đọc sẽ con và muối cứ những bạn đọc sẽ con pì chắc hẳn lên cứ đọc sẽ con
2បាទហើយយើងយកតម្លៃលេខគុណចូលគ្នាមកបាទ2គុណនឹង32យើងបាន60 64អញ្ចឹងណាបាទ8ចុចបាទ31គុណឲ្យ293យើងបាន24 35តែប៉ុន្តែវាអត់ដល់24 35ទេប៉ុន្តែយើងបង្គុតឡើងណាយើងបាន24 35បាទនេះបាទអញ្ចឹងនៅពេលយើងធ្វើការកណនាមកយើងបានខាងលើនេះគឺបាន64គុណនឹង10សេគុណ2បាទហើយខាងក្រោមគឺយើងបានបាទ2435បាទអញ្ចឹងយកតម្លៃលេខចែកបាទចែកគ្នាមកណាយើងបានបាទ0ចុចបាទ0 26 28បាទគុណនឹង10សេគុណ2បាទអញ្ចឹងចំពោះស្វ័យគុណវិជ្ជមានកាលណាយើងរំកិលចុចមកខាងនេះគឺស្វ័យគុណថយចុះបាទអញ្ចឹងនៅត្រង់នេះគឺ10សេគុណ2ម្ដងនេះគឺ10សេគុណ1អញ្ចឹងណាម្ដងនេះគឺអស់តែម្ដងបាទជាងបានបាទ2.628 គីឡូក្រាមបាទអានេះគឺជាតម្លៃរបស់អំតូចណាដែលហៅថា mass molecule របស់ smart oxygen តើអញ្ចឹងជាដូចនេះបាទដូចនេះយើងបានបាទស្មើ2.63 គីឡូក្រាមបាទជាតម្លៃនេះហើយគឺជាតម្លៃ mass molecule របស់ smart oxygen ដែលមាននៅក្នុងធុងតើនេះអញ្ចឹងបាទហេតុនេះបាទយើងបានតម្លៃ2.63 បាទជាអញ្ចឹងយើងមើលទៅលើតម្លៃរបស់យើងនេះបាទអញ្ចឹងយើងឃើញថា8នេះបាទគឺយើងអាចបង្គុតបានអញ្ចឹងណាអញ្ចឹងតម្លៃដែលអាចបង្គុតបានគឺតម្លៃចាប់ពី5ឡើងណាយើងអាចបង្គុតបានហើយបង្គុតបាននេះគឺលោកគ្រូសំដៅទៅលើបង្គុតឡើងណាអត់សំដៅទៅលើបង្គុតចុះទេបង្គុតចុះគឺតម្លៃចាប់ពី4ចុះអញ្ចឹងណាបាទបង្គុតឡើងគឺតម្លៃចាប់ពី5បាទយើងអាចបង្គុតបានហើយបាទអញ្ចឹង8គឺធំជាង5ហើយអញ្ចឹងមានន័យថាយើងអាចបង្គុតបានហើយបាទអញ្ចឹងយើងលុប8ចោលថែម1លើ2អញ្ចឹង1បូក7យើងបាន3អញ្ចឹងយើងបាន2.63បាទគីឡូក្រាមបាទអញ្ចឹងតណាកូនណាបាទអញ្ចឹងតអស់គ្នាណាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺលោកគ្រូមានតែប៉ុណ្្នឹងទេបាទសម្រាប់ធ្វើការបង្ហាញកូនអស់គ្នាណាបើសិនជាកូនអស់គ្នាពេញចិត្តនឹងវីដេអូរបស់លោកគ្រូសូមកូនអស់គ្នាសូមចុច Subscribe នៅ Channel របស់លោកគ្រូបាទម្នាក់មួយមកណាដើម្បីជាកម្លាំងចិត្តសម្រាប់ឲ្យលោកគ្រូធ្វើលំហាត់ជាបន្តទៀតបាទសូមអរគុណបាទ